ពេលជួបជុំបងប្អូនក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះចាកុំភ្លេចធ្វើជ្រក់ត្រចៀកជ្រូកនេះញ៉ាំជុំគ្នាល្ងាចឡើងញ៉ាំបដាត្រចៀកគ្នាបដាមានអាចជា2 3កំប៉ុងទៀតមកគឺថាអូយសប្បាយណាស់ចាសម្រាប់វិធីធ្វើវិញដំបូងហ្នឹងគឺខ្ញុំមានត្រចៀកជ្រូកហ្នឹងយើងយកមកស្ងោរវាបងប្អូនយើងសម្អាតវាស្អាតមកហើយយើងស្ងោរយើងមានគល់ក្រៃមានខ្ទឹមសដល់បន្តិចហើយមានល្គុចសើចមានដេងមានអីចឹងទៅចាហើយបន្តមកទៀតយើងដំឡូងពេលយើងដាក់ស្ងោរហ្នឹងគឺខ្ញុំចាប់ផ្ដើមមកធ្វើទឹកត្រីឲ្យហើយសម្រាប់ទឹកត្រីហ្នឹងគឺយើងមានខ្ទឹមមានម្ទេសហ្នឹងបើសិនជាបងប្អូនអត់សូវចូលចិត្តទេបងប្អូនអាចដាក់តន្តិចទៅបានហើយជាពិសេសគឺម្ទេសដើម្បីកុំឲ្យវាហឹរចឹងណាហើយខ្ទឹមបងប្អូនដាក់តន្តិចមកកំពឹស2កំពឹសអីទៅក៏បានដែរចាកុំឲ្យវាហាងខ្ទឹមបន្តមកគឺខ្ញុំដាក់ស្ករ1កូនចានទឹកត្រី1កូនចានហើយទឹកខ្មេះ1កូនចាននិយាយរួមទៅគឺយើងវាល់ឲ្យស្មើគ្នាមកនៅពេលដែលយើងវាល់ស្មើគ្នាទៅធ្វើឲ្យជ្រក់ជ្រូករបស់យើងនឹងនៅពេលដែលបានញ៉ាំគឺថារសជាតិដិតឆ្ងាញ់បើចាំពិបាកថែមថយគ្រឿងអីទៀតទេហើយចំណែកនេះគឺត្រចៀកជ្រូកនឹងគឺយើងស្ងោរឆ្អិនណាចាស្ងោរឆ្អិនហើយគឺយើងយកត្រចៀកជ្រូកនឹងទៅត្រាំមួយទឹកកកឲ្យរៀងត្រជាក់ស្រួយតិចទៀតណាគឺរឹតតែឆ្ងាញ់ហ្មងចាហើយយើងហាន់វាជាចំណិតស្ដាងចឹងមកចំណែកឯគល់ក្រៃល្គុចសើចអីដែលយើងបានត្រាំមុននឹងហ្នឹងយើងស្រង់វាយកមកដាក់ជាមួយមកធ្វើជ្រក់ជាមួយមកគឺមានរសជាតិឈ្ងុយឆ្ងាញ់ចឹងណាហើយចំណែកឯទឹកត្រីដែលយើងបានត្រៀមមិញហ្នឹងគឺយើងយកមកចាក់ច្បល់ជាមួយនឹងត្រចៀកជ្រូកយើងមកយើងចាក់មកល្មមបានហើយចាកុំដាក់ទឹកត្រីច្រើនពេកតែកាលណាដាក់ទឹកត្រីច្រើនពេកត្រចៀកជ្រូកហ្នឹងរសជាតិរៀងដិតពេកក៏ញ៉ាំអត់សូវឆ្ងាញ់ដែរអញ្ចឹងសម្រាប់រសជាតិគឺបងប្អូនថែមថយទៅតាមចំណូលចិត្តចានៅពេលដែលយើងធ្វើហើយហ្នឹងគឺយើងអាចញ៉ាំបានភ្លាមតែម្ដងតែបើសិនជាបងប្អូនចង់ឲ្យវាចូលជាតិឆ្ងាញ់ហ្មងគឺយើងទុកក្នុងទូទឹកកកកន្លះថ្ងៃឬមួយក៏មួយយប់អីទៅគឺរសជាតិរឹតតែឆ្ងាញ់នេះជ្រក់ត្រចៀកជ្រូករបស់យើងឆ្អិនរួចរាល់ហើយណាចាទុកក្នុងទូទឹកកកមួយយប់ទៅរឹតតែឆ្ងាញ់ចូលជាតិប៉ុន្តែធ្វើញ៉ាំភ្លាមចុះក៏បានដែរស្រួយសុកហ្នឹងសម្រាប់បងប្អូនចង់បានបងម្ទេសសាច់ក្តាមបងម្ទេសពងក្តាមត្រីកន្ធរលីងកាពិបុកខូបកងអីហ្នឹងកុំភ្លេចឆាតទៅពេកនីសាបងម្ទេសក្តាមសេះហើយឥឡូវនេះក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរហាងរបស់យើងខ្ញុំគឺមានប្រូម៉ូសិនពិសេសផងដែរអញ្ចឹងដើម្បីដឹងពីព័ត៌មានផ្សេងកុំភ្លេចឆាតចូលពេកដើម្បីដឹងពីព័ត៌មានអរគុណបងប្អូនដែលបានតាមដានទស្សនាឥឡូវនេះមកមើលអ្នកធ្វើម្ហូបអង្គុយញ៉ាំជ្រក់ត្រចៀកជ្រូកឲ្យមើលកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាណាមួយទៀតហ្នឹង